បងប្អូនទាំងអស់គ្នាឃើញតែក្បាលវីដេអូក៏បងប្អូនដឹងដែរណោះថាថ្ងៃនេះនឹងខ្ញុំមកធ្វើម្ហូបអីម្ហូបនេះគឺថាចុះបាយបងប្អូនណាបាយ2ឆ្នាំក៏អត់សល់ដែរជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមានមុខម្ហូបមួយទៀតហើយមកចែកជូនបងប្អូនទាំងអស់គ្នាគឺបុកកន្ទុយហើយជាតិវិញគឺថាឆ្ងាញ់សាហាវបងប្អូនទាំងអស់គ្នាគឺថាហឹលហោះតែម្ដងចឹងកុំឲ្យខាត់ពេលយូរយើងទៅធ្វើទាំងអស់គ្នាជាដំបូងនេះខ្ញុំមានត្រីឆ្អើរប៉ុន្តែត្រីដែងបងប្អូនទាំងអស់គ្នាយើងបេះតែសាច់មករួចហើយនេះខ្ញុំបានយកមកដាក់លីងឲ្យឡើងស្ងួតសិនមកពេលថាត្រីបើយើងឡើងស្ងួតហើយនេះខ្ញុំបានយកមកដាក់បុកនៅក្នុងត្បាល់មួយមកយើងបុកឲ្យម៉ត់ថាត្រីបើយើងម៉ត់ហើយនេះខ្ញុំបានទុកមួយឡៃសិនយើងមកលីងជាមួយនឹងត្រប់ពុតញងនេះខ្ញុំក៏មានម្ទេសទុយផងដែរម្ទេសទុយនេះធ្វើឲ្យរសជាតិកន្ទុយហើយបើយើងកាន់តែមានរសជាតិឈ្ងុយបងប្អូនទាំងអស់គ្នាឥឡូវនេះឃើញថាលីងប៉ុណ្ណឹងល្មមហើយនេះខ្ញុំបានយកទៅដាក់បុកប៉ុន្តែបុកអត់អស់ទេដោយសារតែត្រីយើងតិចហើយត្រប់ពុតញងរបស់យើងរៀងច្រើនពេកបុករហូតដល់គ្រឿងរបស់យើងរៀងម៉ត់ហើយបងប្អូនទាំងអស់គ្នាឥឡូវនេះឃើញថាម៉ត់ប៉ុណ្ណឹងហើយនេះខ្ញុំបានដាក់ត្រីចូលរួចហើយយើងបុកត្រីឲ្យចូលសព្វជាមួយនឹងគ្រឿងបានល្អសិនមកហើយម៉ត់ចូលគ្នាមកណាបងប្អូនទាំងអស់គ្នាដូចក្នុងវីដេអូហ្នឹងឃើញថាម៉ត់ប៉ុណ្ណឹងបានហើយនេះខ្ញុំក៏បានដាក់ប្រហុកចូលប្រហុកនេះខ្ញុំបានយកទៅអាំងណាបងប្អូនទាំងអស់គ្នាដើម្បីឲ្យឡើងឈ្ងុយនេះខ្ញុំដាក់ប្រហុកមួយស្លាបព្រាបាយចូលរួចហើយយើងបុកប្រហុកឲ្យចូលសព្វជាមួយនឹងគ្រឿងបានល្អសិនមកនេះឃើញថាប្រហុកហើយនឹងគ្រឿងរបស់យើងបានម៉ត់ចូលគ្នាល្អហើយនេះខ្ញុំបានដាក់ជាមួយនឹងម្សៅស៊ុបមួយចុងស្លាបព្រាបាយស្ករសជិត1ស្លាបព្រាបាយរួចហើយយើងបុកគ្រឿងឲ្យម៉ត់សិនមកឥឡូវនេះឃើញថាគ្រឿងរបស់យើងម៉ត់ហើយនេះខ្ញុំបានដាក់អំពិលទុំចូលចំពោះអំពិលទុំបើសិនជាបងអូនទិញអំពិលទុំបានអត់មានគ្រាប់គឺល្អមែនតើដោយសារនេះខ្ញុំទិញមកបានទាំងគ្រាប់ខ្ជិលបត់ណាបងអូននេះគឺដាក់ទាំងអស់តែម្ដងឥឡូវនេះឃើញថាបុកកន្ទុយហើយបើយើងរួចរាល់ហើយនេះខ្ញុំក៏បានដួសដាក់ចានមួយមកបងអូនមើលតំណងឯងគឺថាហឹលមែនតើណាបើសិនជាអ្នកអត់ចេះញ៉ាំហឹលអត់ recommend ឲ្យញ៉ាំទេតែញ៉ាំមួយម៉ាត់ដឹងឲ្យហោះឡើងលើមេឃហ្មងនេះខ្ញុំក៏មានបន្លែផ្ទាប់ដែរបងអូនទាំងអស់គ្នាមានដូចជាត្រសក់មានត្រប់ស្រួយពពាយសណ្តែកគួរផ្កាស្នោបងប្អូនចូលចិត្តបន្លែអីដាក់ថែមទៀតបានព្រោះថាបន្លែគឺមានច្រើនណាស់បើសិនជាបងប្អូនចូលចិត្តបន្លែណាដាក់បន្លែហ្នឹងមកឥឡូវនេះរួចរាល់ហើយនាងខ្ញុំទៅដួសបាយសិនបងអូនទាំងអស់គ្នាបងអូនញ៉ាំបាយជាមួយនាងខ្ញុំទេចឹងមកកន្ទុយហើយនេះបងអូនអាចសាកធ្វើញ៉ាំបានហើយយើងធ្វើតែម្ដងទេគឺយើងទុកបានញ៉ាំរាប់ខែបងអូនទាំងអស់គ្នាអត់ដាក់ក្នុងទូទឹកកកគឺយើងទុកបានយូរដែរម្ហូបនេះគឺថាចំណេញពេលមែនតើបើសិនជាបងប្អូនដែលគាត់រវល់ច្រើនអញ្ចឹងយើងបុកទុកទៅព្រោះថាយើងញ៉ាំបានយូរអត់ងាយខូចទេអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់